เรื่องกงเหียนកាលពីព្រេងនាយមានបរិមម្នាក់ឈ្មោះគង់មានប្រពន្ធពីរនាក់ម្នាក់ឈ្មោះនាងអាំនិងម្នាក់ទៀតឈ្មោះនាងគុំនាងទាំងពីរជាមនុស្សដែលមានកម្លាំងខ្លាំងនិងចេះវិជ្ជាគុណផងដែរថ្ងៃមួយអ្នកគង់បាននាំប្រពន្ធទាំងពីរទៅសួរសុខទុក្ខបងប្អូននៅឯស្រុកឆ្ងាយមួយនៅតាមផ្លូវទៅស្រុកនោះល្បីថាមានសត្វខ្លាសាហាវណាស់អ្នកគង់បណ្ដាប្រពន្ធទៅដល់ផ្លូវមួយជាកន្លែងដែលខ្លាតែងតែដេញខាំមនុស្សសត្វស៊ីជារឿយលុះទៅដល់កន្លែងនោះខ្លាក៏ចេញពីព្រៃស្ទុះដេញស្រែកសន្ទុះពីចម្ងាយមករកពួកគេខ្លាជួយផងខ្លាអើយខ្លាធំខ្លាំងណាស់លោកអើយលោកអ្នកគង់មិនដឹងថារត់គេចទៅទីណាក៏រត់ចូលរូងឈើរៀកនោមព្រោះភ័យខ្លាចញ័រអស់ទាំងប្រាណបន្ទាប់មកអ្នកគង់ក៏បោចវល្លិចងខ្លានោះសែងចូលទៅក្នុងស្រុកហើយអ្នកភូមិទាំងអស់គ្នាឃើញពួកគេសែងខ្លាមកក៏ផ្អើលមកមើលពាសពេញអូចុះមនុស្សខ្លះឌូសម្លឹបខ្លួនអូយមែនហើយពិតជាខ្លាំងមែនអ្នកគង់តើអ្នកឯងធ្វើដូចម្ដេចបានជាសម្លាប់ខ្លានេះងាប់ត្បិតខ្លានេះសាហាវណាស់វាស៊ីមនុស្សគោក្របីច្រើនរាប់មិនអស់បែរហើយអ្នកគង់អ្នកធ្វើយ៉ាងម៉េចបានជាសម្លាប់វាបានទៅណអូគឺអ្នកគង់ខ្លាចខ្លា